បាយជជូនគាត់ឈ្មោះតាត់ផឹកមកពីខាងរតនគិរីអាយុនឹង37ឆ្នាំហើយបាទឥឡូវនេះគាត់បានមកដាក់ពាក្យដើម្បីពិនិត្យបេក្ខភាពឲ្យដឹងថាគាត់អាចទៅធ្វើការនៅប្រទេសជប៉ុនបានឬក៏អត់បាទហើយថ្ងៃនេះត្រូវថ្ងៃទី19ខែ5ឆ្នាំ2025បាទបាទសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានិងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកកាន់ Channel របស់ខ្ញុំបាទដែលនិយាយអំពីការងារប្រទេសជប៉ុនបាទនៅពេលនេះខ្ញុំក៏សូមបង្ហាញសកម្មភាពមួយដែលបងប្អូនប្រុសម្នាក់មកពីខាងខេត្តរតនគិរីស្រុកលំផាត់បាទគាត់បានមកដាក់ពាក្យដើម្បីឲ្យខាងយើងខ្ញុំជួយសម្របសម្រួលការងារប្រទេសជប៉ុនជូនគាត់បាទឆ្នាំនេះគាត់មានអាយុ37ឆ្នាំហើយមានកូនរហូតដល់5នាក់បាទហើយសម្រាប់ជីវភាពរបស់គាត់គិតថាបើសិនជាគាត់បន្តនៅស្រុកខ្មែរទៀតប្រហែលជាមិនអាចដោះស្រាយជីវភាពហើយនឹងអាចរីកចម្រើននៅពេលអនាគតបានទេបាទដូច្នេះហើយគាត់ក៏សម្រេចចិត្តថាមកដាក់ពាក្យបាទដើម្បីឲ្យខាងសាលាយើងខ្ញុំជួយរៀបចំឲ្យគាត់បាទហើយបើតាមស្ដាប់សម្ដីរបស់គាត់ខ្ញុំមើលទៅឃើញថាគាត់គឺជាមនុស្សប្រុសម្នាក់ដែលមានទំនួលខុសត្រូវជាមួយនឹងគ្រួសារជាមួយប្រពន្ធជាមួយកូនបាទដែលគាត់បដូរផ្ដាច់យ៉ាងមោះមុតថាគាត់នឹងតស៊ូព្យាយាមបាទពុះពៀគ្រប់ឧបសគ្គទោះបីជាមានការលំបាកយ៉ាងណាក៏គាត់តស៊ូដើម្បីឲ្យកូនរបស់គាត់មានអនាគតល្អប្រសើរនៅពេលអនាគតដែរបាទហើយរាល់ដងដែលមានសិស្សគាត់មកចូលឈ្មោះដាក់ពាក្យដើម្បីឲ្យខាងយើងខ្ញុំជួយសម្របសម្រួលជួនកាលទៅក៏បានថតហើយជួនកាលទៅក៏មិនបានថតដូច្នេះខ្ញុំក៏មិនបានបង្ហាញគ្រប់សកម្មភាពជូនបងប្អូនដែរបាទហើយពេលនេះខ្ញុំក៏មានពេលក៏ឆ្លៀតពេលនេះថតដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងខ្លះអំពីសកម្មភាពដាក់ពាក្យទៅធ្វើការនៅប្រទេសជប៉ុនបាទហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ទៅធ្វើការនៅប្រទេសជប៉ុនចង់ទទួលបានឱកាសការងារចង់ទទួលបាននៅចំណេះជំនាញបទពិសោធន៍ពីប្រទេសជប៉ុនមកដើម្បីប្រកបរបរចិញ្ចឹមជីវិតនៅស្រុកខ្មែរឬក៏ចង់សម្រេចនៅក្តីសម័យគោលបំណងដែលបងប្អូនពងប្រាថ្នាគឺអាចទៅធ្វើការនៅប្រទេសជប៉ុនពេលត្រឡប់មកវិញបងប្អូននឹងអាចសម្រេចក្តីសម័យនោះបាទហើយសាលាហត្ថរិនឹងព្យាយាមជួយបងប្អូនឲ្យអស់ពីសមត្ថភាពពីលទ្ធភាពបាទឲ្យទទួលបានជោគជ័យបាទដូច្នេះសម្រាប់ទីតាំងដាក់ពាក្យគឺនៅជិតសាលាកសិកម្មចំការដូងនៅក្នុងបរិយាផ្ទះបែបចំការដូងកសិកម្មអគារលេខ C01 C02 ឬក៏អាចទំនាក់ទំនងមកតាមរយៈលេខទូរស័ព្ទ077 70 93 46 097 91 679 093 93 69 42បាទហើយខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនានៅ Channel របស់ខ្ញុំបាទដែលនិយាយអំពីការងារប្រទេសជប៉ុនបាទហើយសូមបងប្អូនទាំងអស់គ្នាជួយចុច like ជួយ Subscribe ហើយនិង Share ចែករំលែកព័ត៌មានពាក់ព័ន្ធទៅនឹងការងារប្រទេសជប៉ុនដែលវីដេអូខ្ញុំបានធ្វើពីមុនមកឬក៏ធ្វើបន្តទៀតបាទសូមបងប្អូនជួយចែករំលែកទាំងអស់គ្នាដើម្បីជាព័ត៌មានមួយជូនទៅដល់ប្រជាជនខ្មែរយើងហើយនឹងអ្នកដែលកំពុងតែមានគម្រោងចង់ទៅធ្វើការនៅប្រទេសជប៉ុនបាទនៅពេលនេះខ្ញុំក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ